ការពិភាក្សាមុនយើងដឹងរួចមកហើយថាមានកោះដល់ចម្លែកមួយបានបញ្ចេញធម្មពលយ៉ាងខ្លាំងស្រូបយកភូមិតូរីរបស់ទូប្រុសរបស់យើងទៅបាត់ដោយមិនមានមូលហេតុដែលធ្វើឲ្យគាត់កើតទុកជាខ្លាំងចំពោះរឿងមួយនេះទោះស្អីអ្នកគ្នាឬសម្លេងខ្ញុំមកម្ដងទៀតហើយ PK ថ្ងៃនេះយើងបន្តសាច់រឿង Wild Ranker របស់យើងជាបន្តទៅមុខទៀតតាមសាច់រឿងមកយើងតបពិភាក្សាមុនដែលទូប្រុសរបស់យើងបានកេងយ៉ាងខ្លាំងបន្ទាប់ពីបាល់អ្នកនោះបានថាឲ្យគាត់រួចក៏បានដើរចេញទៅព្រាមនោះស្រាប់តែមានធម្មពលបានខ្លាំងមែនទែនភាជាងពីខ្លួនរបស់ទូប្រុសរបស់យើងព្រមទាំងភ្ជាប់ជាមួយនឹងពាក្យសម្ដីរបស់គាត់ថាជាមួយនឹងសកម្មភាពមួយនោះគឺខ្ញុំមិនអាចបំភ្លេចវាបាននោះទេពាក្យសម្ដីរបស់យូណាបានរំលឹកគាត់ថាបើសិនជាគាត់ដែលបេះដូងក្នុងការវឹកហាត់នោះគាត់នឹងខ្លាំងជាងគេបំផុតដែលធ្វើឲ្យធម្មពលរបស់ទូប្រុសរបស់យើងជាងពីខ្លួនកាន់តែខ្លាំងទៀតដែលធ្វើឲ្យបរិះម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងទូប្រុសរបស់យើងបានបន្តទៀតថាគាត់មិនអាចបំភ្លេចពួកគេបានទេគាត់នឹងទៅកោះមួយនោះយកពួកគេមកវិញបើទោះបីជាមានរឿងអ្វីក៏ដោយដែលធ្វើឲ្យបរិះម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកម្លាំងធម្មពលដែលបានធីចេញពីខ្លួនរបស់ទូប្រុសរបស់យើងវាពិតជាច្រើនសន្ធឹកសន្ធាប់មែនទែនអូខេគ្នាយើងអញ្ចឹងត្រង់កន្លែងនេះសាច់រឿងបានផាត់ឲ្យយើងដឹងថាធម្មពលក្នុងពិភពនេះត្រូវបានគេហៅថាប្រាណានឹងវាមានន័យដូចជាម៉ាណាដែរប៉ុន្តែគាត់តែវាជាភាសាក្រិកដែលវាមានន័យថាដូចជាធម្មពលនៅក្នុងខ្លួនមនុស្សម្នាក់ដែលវាតាក់ទងនឹងជីវិតឬក៏អីអញ្ចឹងដែរអញ្ចឹងក្នុងកន្លែងនេះខ្ញុំមិនសូមហៅប្រាណាទេដោយសារតែវាពិបាកក្នុងការហៅអញ្ចឹងខ្ញុំសូមហៅវាមកជាម៉ាណាឬក៏ជាធម្មពលវិញដោយសារតែពាក្យថាម៉ាណាគឺយើងងាយស្រួលយល់ជាងតើគ្នាយើងអញ្ចឹងខ្ញុំខ្ញុំថាអ្នកគ្នានឹងយល់ចំពោះការដូរឈ្មោះក៏កន្លែងហ្នឹងបើគ្នាពេញចិត្តថាវាជាប្រាណាដែលខ្ញុំដាក់នេះឲ្យមើលអញ្ចឹងអ្នកគ្នាយើងអញ្ចឹងវារឿងពិបាកហៅអញ្ចឹងខ្ញុំក៏បដូរវាមកជាម៉ាណាវិញអញ្ចឹងសង្ឃឹមថាគ្នានឹងអធិស្ឋានចំពោះកន្លែងនេះប្រាណាគឺផ្សារភ្ជាប់ទៅនឹងជីវិតវាគឺជាធម្មពលដែលអ្នកគ្រប់គ្នាអាចប្រើប្រាស់បានប៉ុន្តែមានមនុស្សភាគតិចប៉ុណ្ណោះដែលដឹងអំពីវាគឺមានតែមនុស្សដែលមានទេពកោសល្យទេទើបអាចគ្រប់គ្រងនិងប្រើប្រាស់វាបានដោយពេញលេញធម្មពលទាំងនោះភាគច្រើនមានពណ៌និងខ្លាដូចជាកញ្ចក់ប៉ុន្តែមនុស្សដែលមានម៉ាណាខ្លាំងអាចធ្វើឲ្យគេអាចមើលឃើញវាបានហើយក៏មានពូជសាសន៍ខ្លះមានម៉ាណាពិសេសខ្ញុំចង់ផ្ដល់កន្លែងសមត្ថភាពមួយទៅដល់គេប៉ុន្តែមើលទៅប្រហែលជាប្រហែលឆ្នាំក្រោយគេនឹងរត់ចេញពីកន្លែងនោះដោយខ្លួនឯងពេលនោះបរិមម្នាក់នោះក៏បានដកដាលពីស្រោមហើយបោះទៅឲ្យទូប្រុសរបស់យើងដើម្បីប្រយុទ្ធជាមួយនឹងគាត់បើសិនជាឯងចង់ទៅកោះនោះក៏ដើរមកប្រយុទ្ធជាមួយនឹងយើងមកបើសិនជាយើងឃើញអំពីសក្តានុពលរបស់ឯងយើងនឹងវឹកហាត់ឯងដោយមិនចាំយូរទូប្រុសរបស់យើងដកដាវនោះហើយរត់សម្ដៅទៅរកគាត់តែម្ដងភ្លាមនោះបរិមម្នាក់នោះក៏បាននិយាយទៅកាន់ទូប្រុសរបស់យើងថែមទៀតថាឆាប់ចូលមកចូលជាមួយនឹងចេតនានៃការសម្រាប់របាយមកពេលនោះទូប្រុសរបស់យើងនិងបរិមម្នាក់នោះបានឈរទល់មុខគ្នានិងបញ្ចេញធម៌ពលយ៉ាងខ្លាំងទូប្រុសរបស់យើងក៏មិនចាំយូរហក់ទៅកាប់គាត់មួយទំហឹងតែម្ដងប៉ុន្តែត្រូវបរិមម្នាក់នោះទប់ជាប់ដោយមិនមានបញ្ហាអ្វីនោះទេបរិមម្នាក់នោះបានគិតក្នុងចិត្តថាដូចជាការគិតអញ្ចឹងក្មេងម្នាក់នេះគឺមិនចេះអីទេប៉ុន្តែសម្ពាធហើយនឹងកម្លាំងដែលក្មេងប្រុសនេះបានបញ្ចេញមកគាត់ជាអស្ចារ្យព្រាមនោះកម្លាំងរបស់ទូប្រុសរបស់យើងធ្វើឲ្យដាវរបស់គាត់បានបាក់តែធ្វើឲ្យគាត់រាន់មាត់ថាក្មេងប្រុសរបស់នេះពិតជាខ្លាំងណាស់មិនអត់ប្រំនឹងទេកម្លាំងរបស់ទូប្រុសរបស់យើងបានបាញ់ឃ្លីទៅដល់ក្រោយធ្វើឲ្យខូងដីទៀតផងហើយសាច់រឿងក៏កាត់មកទូប្រុសរបស់យើងកំពុងតែអង្គុយនិយាយលេងជាមួយនឹងគាត់ទៅវិញហើយយើងបានស្គាល់ថាកោះដែលយើងមិនស្គាល់អត្តសញ្ញាណមកនោះគឺមានឈ្មោះថាគឺជាកោះព្រះឬ The Island of the God កោះនេះជាធម្មតាគឺអណ្ដែតលើផ្ទៃសមុទ្រដ៏ធំធេងប៉ុន្តែមានពេលខ្លះវាបង្ហាញខ្លួននៅកន្លែងផ្សេងហើយស្រូបយកមនុស្សនិងទីតាំងនោះចូលទៅក្នុងវាបរិមម្នាក់នោះបាននិយាយថាគាត់បានព្យាយាមកុំឲ្យមានរឿងនោះកើតឡើងប៉ុន្តែគាត់តែងតែមកយឺតយកនៅតាមទិសដីដែលគាត់ដឹងមនុស្សដែលប៉ះពាល់ទៅនឹងពន្លឺនោះគឺប្រហែលជាត្រូវបានស្រូបទៅកាន់កោះនៃព្រះពេលនោះទូប្រុសរបស់យើងក៏បានឆ្លើយតបទៅកាន់គាត់វិញដោយសួរគាត់ថាហើយចុះបើខិនជាខ្លួនប៉ះទៅពន្លឺនោះវិញគាត់បានតបទៅកាន់ទូប្រុសរបស់យើងថាវាគ្រាន់តែជាទ្រឹស្ដីនោះទេហើយចុះបើសិនជាពួកគេនៅរស់តើអ្នកណាទៅដឹងទៅថានឹងមានរឿងអ្វីកើតឡើងចំពោះពួកគេពេលនោះទូប្រុសរបស់យើងក៏បានសួរទៅកាន់គាត់បន្តទៀតថាតើខ្លួនគួរតែធ្វើអ្វីទៅនៅពេលនេះគាត់នោះបានតបទៅកាន់ទូប្រុសរបស់យើងវិញថាដំបូងឯងត្រូវតែខ្លាចជាអ្នកសងព្រេងជាមុនសិនហើយឯងត្រូវតែជាប់ក្នុងចំណាប់ថ្នាក់អ្នកខ្លាំងទាំង10ពេលនោះធ្វើឲ្យទូប្រុសរបស់យើងមានចង្អុលយ៉ាងខ្លាំងហើយក៏បានទៅសួរទៅកាន់លោកពូនថាតើតំណែងអ្នកសងព្រេងគឺជាអ្វីអ្នកសងព្រេងគឺមានទំនួលខុសត្រូវទៅលើការរករកន្លែងដែលមិនស្គាល់អត្តសញ្ញាណវាត្រូវការវឹកហាត់ជាច្រើននៅក្នុងតំណែងមួយនេះចំពោះអ្នកដែលមានតំណែងខ្ពស់គឺខ្លាំងដូចជាបិសាចអញ្ចឹងបើសិនជាឯងអាចជាប់ក្នុងចំណោមអ្នកខ្លាំងទាំង10ឯងអាចនឹងទៅកោះព្រះបានហើយកោះនៃព្រះគឺជាកន្លែងដ៏គ្រោះថ្នាក់មួយវាគឺជាតំបន់ដ៏គ្រោះថ្នាក់សម្រាប់លេខ1អ្នកសងព្រេងជាច្រើនដែលបានទៅទីនោះគឺមិនដែលឃើញត្រឡប់មកវិញនោះទេដូច្នេះហើយតើឯងនៅតែចង់ទៅទៀតមែនទេទូប្រុសរបស់យើងបានទាត់ប្រកាន់គាត់វិញថាខ្លួននៅតែចង់ទៅទៀតបើឯងសម្រេចចិត្តដូច្នេះហើយការវឹកហាត់រយៈពេល1ឆ្នាំរបស់ឯងគឺចាប់ផ្ដើមនៅពេលនេះប៉ុន្តែយើងអាចបង្រៀនឯងបានតែក្បាច់ដាវនោះទេយើងសង្ឃឹមថាក្នុងរយៈពេល1ឆ្នាំនេះឯងនឹងប្រើអ្វីដែលយើងបង្រៀនឯងដើម្បីក្លាយជាអ្នកសងព្រេងដែលខ្លួនឯងទៅចោះយើងគឺឈ្មោះអាដលគឺជាអ្នក
ដែលមានឋានៈលេខ1ក្នុងឋានៈជាណៃគឺជាណៃដែលខ្លាំងជាងគេក្នុងចំណោមមនុស្សទាំងអស់តែឯងមានឈ្មោះអ្វីទៅអាល្អិតទូប្រុសរបស់យើងក៏បានតបទៅកាន់បរិសម្នាក់នោះថាខ្លួនមានឈ្មោះថាឡូអ៊ីក្នុងអំឡុងពេលវឹកហាត់របស់ឯងគឺយើងនឹងមិនបធូរដៃឲ្យឯងនោះទេឯងគឺជាមនុស្សទី1ហើយដែលអាចផ្ដួលខ្ញុំបានដោយប្រើតែមួយឈ្នាតពេលនោះហើយការវឹកហាត់ដ៏លំបាកប្រៀបដូចជានៅថែមនៅរស់របស់ទូប្រុសរបស់យើងបានចាប់ផ្ដើមយើងឃើញថាទូប្រុសរបស់យើងបានវឹកហាត់យ៉ាងខ្លាំងក្លាជាមួយនឹង Adol មានទាំងការប្រកួតគ្នានៅពេលធ្លាក់ទឹកកកនិងការប្រកួតជាមួយនឹងសត្វចម្លែកនៅក្រោមទឹកការប្រកួតជាមួយនឹងសត្វនានានៅលើអាកាសនិងការវឹកហាត់នៅក្នុងចលងភ្នំជាដើមព្រមទាំងមានការប្រយុទ្ធដោយផ្ទាល់ជាមួយនឹង Adol ទៀតផងក្នុងរយៈពេល1ឆ្នាំនេះទូប្រុសរបស់យើងបានរងទុក្ខវេទនាមិនស្ទើរទេមានទាំងការបាក់ឆ្អឹងនិងការមានរបួសជាធ្ងន់ផងដែរប៉ុន្តែគាត់មិនបោះបង់នោះទេរហូតដល់គាត់វឹកហាត់អាចប្រយុទ្ធជាមួយនឹង Adol បានខ្លះៗទៀតផងសាច់រឿងក៏កាត់មករយៈពេល1ឆ្នាំក្រោយមកយើងបានឃើញថាទូប្រុសរបស់យើងកំពុងតែឈរនៅក្បែរ Adol ព្រាមនោះ Adol បានសួរទៅកាន់ទូប្រុសរបស់យើងថាគាត់បានត្រៀមខ្លួនរួចហើយឬនៅទូប្រុសរបស់យើងបានតបទៅវិញថាគាត់បានត្រៀមខ្លួនរួចហើយជាយូរណាស់មកហើយទូប្រុសរបស់យើងបានបិទភ្នែកហើយបានសម័យទៅកាន់ពាក្យសម្ដីរបស់យូណាដែលបាននិយាយមកកាន់គាត់ថាខ្លួនគឺចង់ខ្លាចជាអ្នកសងព្រេងមួយរូបប៉ុន្តែអ្នកណាទៅដឹងទៅថាយូណានឹងបាត់ខ្លួនចេញពីពិភពលោកនេះជាយូរណាស់មកហើយខ្ញុំមិននឹងស្មានទេថាខ្ញុំគឺជាអ្នកចាប់ផ្ដើមដំណើរសងព្រេងមួយនេះទៅវិញក្តីសម័យរបស់យូណាខ្ញុំនឹងយកវាទៅតាមខ្លួនរបស់ខ្ញុំនៅពេលនេះព្រាមនោះ Adol ក៏បានហៅលូអ៊ីឲ្យចាក់ចេញទៅជាមួយនឹងខ្លួនពេលនោះផងដែរដំណើរសងព្រេងរបស់តួប្រុសរបស់យើងគឺបានចាប់ផ្ដើមក្នុងនាមគឺជាកូនសិស្សរបស់ណៃដែលខ្លាំងបំផុតរបស់មនុស្សលោកហើយដំណើរសងផ្សេងធ្វើទៅរកកោះនៃព្រះរបស់តួប្រុសរបស់យើងគឺបានចាប់ផ្ដើមពីអេពីសូតនេះតទៅអូខេអ្នកទាំងគ្នារឿង Wild Ranger របស់យើងនៅពាក្យនេះគឺសូមបញ្ចប់តែប៉ុណ្ណឹងបើអ្នកគ្នាចង់ដឹងថាតើតួប្រុសរបស់យើងមានកម្លាំងខ្លាំងប៉ុណ្ណាហើយដំណើរសងព្រេងរបស់តួប្រុសរបស់យើងជាមួយនឹង Adol ជួបឧបសគ្គអ្វីខ្លះយើងមានតែរងចាំទស្សនានៅភាគបន្តជាមួយនឹងខ្ញុំ Map PK ម្ដងទៀតនៅវីដេអូក្រោយបើសិនអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេចចុច Like and Subscribe ដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំបានផងណាពីខ្ញុំបាន PK ចាំជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា